មន្ត្រីនគរបាលថៃមួយរូបទៀតហើយបានស្លាប់ដោយសារតែការបាញ់ប្រហារពីសំណាក់ក្រុមផ្ដាច់ខ្លួននៅភាគខាងត្បូងប្រទេសថៃមកមុនគឺនៅជាប់ព្រំដែនប្រទេសម៉ាឡេមកមុនហើយហេតុការណ៍ហ្នឹងគឺកើតឡើងនៅងាយថ្ងៃទី5ម៉ោង9ល្ងាចមកមុនម៉ោង9យប់ច្រឡំហើយឃើញថាក្រុមផ្ដាច់ខ្លួនមករយៈនេះគឺក្លុកខាងថៃមែនទែនមកមុនគឺមករយៈមុនគឺមានបកាយគ្រប់បែកហើយធ្វើឲ្យដូចជាមានមន្ត្រីមួយចំនួនស្លាប់ដែរមកមុនបាទហើយមករយៈប្រហែលថ្ងៃមុននេះគឺខាងម៉ាឡេខាងភូមាបាទក៏បានផ្លោងគ្រប់បែកផ្លោងកំភ្លើងធំមកទៀតអញ្ចឹងឃើញថាថៃមករយៈនេះគឺធ្ងន់កខ្លាំងមែនទែនបាទទប់ទល់ជាមួយនឹងក្រុមផ្ដាច់ខ្លួនផងបាទទប់ទល់ជាមួយនឹងភូមាផងបាទអាហ្នឹងឲ្យមកពីឯងបាបកម្មឈ្លានពានខ្មែរអញ្ចឹងបានថាជុំវិញប្រទេសថៃហ្នឹងគឺនៅសតឡាវមួយទៀតបងប្អូននៅសតឡាវមួយទៀតទេអញ្ចឹងបើសិនមានបញ្ហាមួយឡាវទៀតអូឯងចាប់ហើយ4-1ហើយសូម្បីតែនៅក្នុងប្រទេសរបស់វាក៏មានក្រុមផ្ដាច់ខ្លួនប្រឆាំងជាមួយនឹងរដ្ឋាភិបាលរបស់វាដែរបងប្អូនអញ្ចឹងឃើញថាប្រទេសថៃវាគេដូចបាបកម្មញ៉ឹងបងបន្ទាប់ពីគ្រោះទឹកជំនន់មកខ្យល់ពុលមកបាទទប់ទល់ជាមួយនឹងភូមាដែលម្សិលមិញគេចេញសេចក្តីថ្លែងការណ៍គេចេញពមៀនថាបើសិនតែភូមាហ៊ានផ្លោងមកគាត់ទៀតគេនឹងតបតអូអាចកយទេបើចេះតបតតាំងពីដំបូងមិនគេបាញ់មកធ្លាក់ចូលខ្ទេចផ្ទះប្រជាពលរដ្ឋអស់ហើយបាញ់ឡើងលើបើថាមិនបាញ់ហ្មងបាញ់ឡើងលើទៅបាទបើថាកុំបាញ់តែហ្មងបាទហើយបាញ់គម្រាមគេតែបាញ់ឡើងលើបាញ់ពមៀនគេថាបាញ់ពមៀនឥឡូវពមៀនជាមួយក្រុមផ្ដាច់ខ្លួនហ្នឹងមន្ត្រីស្លាប់បាទជាបន្តដែរអាហ្នឹងវាអាចជាបាបកម្មដែរព្រោះការមកវឹកមុនគឺវាចូលមកបាញ់ទាហានខ្មែរយ៉ាងដែរបងប្អូនស្លាប់ម្នាក់បាទឥឡូវហ្នឹងគេបាញ់ទាហានវាវិញបាទបាញ់មន្ត្រីនគរបាលវាវិញអានេះជាបាបកម្មបងប្អូនអញ្ចឹងឃើញថាថៃគឺជុំវិញប្រទេសរបស់វាគឺចាប់ផ្ដើមមានបញ្ហាហើយទាំងភូមិទាំងក្រុមផ្ដាច់ខ្លួនបាទហើយមកមានបញ្ហាជាមួយកម្ពុជាទៀតអញ្ចឹងបាទទីក្រុងបាងកកនឹងជួបវិនិស្សកម្មឆាប់បងប្អូន Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ